រត់មកទល់ពេលនេះគឺកងទ័ពថៃនឹងឯងមិនតាន់បិទបញ្ចប់ការឈ្លានពានរបស់ខ្លួនមកលើដែនដីកម្ពុជារបស់យើងទេបាទមិនត្រឹមតែមិនបិទបញ្ចប់ប្រតិបត្តិការយោធារបស់ពួកគេនោះទេថែមទាំងពង្រីកមកវិញថែមទៀតផងបាទបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរបស់កម្ពុជាយើងបានឲ្យដឹងថានៅថ្ងៃនេះកងទ័ពថៃបានបើកប្រតិបត្តិការយោធារបស់ពួកគេនឹងឯងផ្លោងគ្រាប់មកលើស្រុកសំពៅលូនខេត្តបាត់ដំបងទៀតបាទរហូតធ្វើឲ្យអភិបាលស្រុកសំពៅលូននឹងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការភៀសខ្លួនចេញអំពីផ្ទះសម្បែងរបស់ពួកគាត់ទៅកាន់ស្រុកបវលនិងស្រុកថ្មគោលបាទតាមមើលទៅប្រហែលជាប្រតិបត្តិការយោធារបស់ប្រទេសថៃមកលើដែនដីកម្ពុជាយើងគឺមិនត្រូវបិទបញ្ចប់ក្នុងពេលចាប់ខាងមុខនេះទេបាទនោះគឺដោយសារតែប្រទេសថៃឥឡូវគឺកំពុងតែមានអំនួតទៅលើខ្លួនឯងយ៉ាងខ្លាំងបាទជាស្ដែងដូចជាការពីពេលថ្មីកន្លងទៅនេះគឺការពីម្សិលមិញទី9ខែធ្នូឆ្នាំ2025ហ្នឹងប្រធានាធិបតីរបស់ប្រទេសថៃគឺលោកអនុទីននេះតែម្ដងបានចេញមកលើកឡើងថាថៃនឹងឯងមិនបញ្ឈប់ការបាញ់របស់ខ្លួននោះទេលើកឹកណាដែលកម្ពុជាមិនបាក់ស្បាតគ្រាន់តែពីសម្ដីរបស់អនុទីនបែបនេះគឺគេដឹងបាត់ហើយអ្នកទាំងអស់គ្នាថាប្រទេសណាឈ្លានពានប្រទេសណាចំណែកឯការផុសរបស់នាយករដ្ឋមន្ត្រីកម្ពុជារបស់យើងវិញគឺគាត់និយាយថាត្រឹមតែការពារប្រទេសមិនឲ្យចោលឈ្លានពានមកយាយីប្រទេសតែប៉ុណ្ណោះរីអនុទីនវិញមួយពាក្យណាក៏ចង់ធ្វើសង្គ្រាមដែរបាទគ្រាន់តែប៉ុណ្្នឹងគឺគេដឹងបាត់ទៅហើយបាទជាស្ដែងដូចជាការពីម្សិលមិញអីជាដើមបាទដោយប្រធានាធិបតីថៃគឺលោកអនុទីនច័ន្ទវរៈកុលនេះតែម្ដងបានចេញមកនិយាយថាប្រទេសថៃមិនព្រមឈប់បាញ់នោះទេទាល់តែកម្ពុជានឹងបាក់ស្បាតនាយករដ្ឋមន្ត្រីថៃលោកអនុទីនច័ន្ទវរៈកុលបានប្រកាសទាត់ចោលនៅបទឈប់បាញ់មិនត្រឹមតែបទឈប់បាញ់នោះទេសូម្បីតែពិភាក្សាអីក៏ដោយតាក់ទងជាមួយនឹងការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុករវាងថៃនិងកម្ពុជានឹងក៏លោកអត់និយាយដែរបាទមិនត្រឹមតែមិននិយាយទេអ្នកទាំងអស់គ្នាថែមទាំងលោកអនុទីននេះឯងគ្រប់គ្រងយ៉ាងពេញទំហឹងទៅដល់ពួកយោធាដែលកំពុងតែឈ្លានពានមកលើដែនដីរបស់កម្ពុជាយើងទៀតផងបាទលោកថាតលកម្ពុជានឹងឯងបាក់ស្បាតសិនបានចរចាគ្នាបាទនិយាយមកអញ្ចឹងមើលទៅខ្លួនឯងនឹងជាប្រទេសមហាអំណាចអញ្ចឹងបាទខ្ញុំគិតថាប្រសិនបើប្រទេសថៃនេះបានខ្លាចខ្លួនទៅជាប្រទេសមហាអំណាចប្រហែលជាពិភពលោកក៏មិនបានសក់ទេបាទនៅពេលដែលមានអ្នកសារព័ត៌មានបានសួរថាតែរដ្ឋាភិបាលរបស់លោកនឹងអាចនឹងលើកយកមាត្រាទី165នៃរដ្ឋធម្មនុញ្ញនឹងមកដើម្បីអនុញ្ញាតឲ្យមានកិច្ចពិភាក្សាគ្នាស្ដីអំពីស្ថានភាពរវាងកម្ពុជានិងថៃនៅតាមព្រំដែនដែរទេលោកអនុទីននឹងបានឆ្លើយយ៉ាងមួម៉ៅថាអត់ទេណានានិយាយអីអញ្ចឹងបាទអត់មានទេបាទយើងមិនមានកម្រងបែបនោះទេហើយស្ថានភាពចំនួនជាមួយនឹងប្រទេសជិតខាងគឺនៅតែបន្តកើតមានយើងត្រូវតែគ្រប់គ្រងយ៉ាងពេញទំហឹងទៅដល់ទាហាននិងប៉ូលីសយើងត្រូវតែផ្ដល់ស្មារតីគ្រប់គ្រងយ៉ាងពេញទំហឹងឲ្យពួកគេទន្ទឹមគ្នានេះនៅពេលដែលអ្នកសារព័ត៌មានបានសួរថាតើរដ្ឋាភិបាលរបស់លោកអាចបញ្ជាឲ្យយោធាបញ្ចប់ប្រតិបត្តិការរបស់ពួកគេដោយដែលបានកើតឡើងនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាកាលពីលើកមុនដែរទេលោកអនុទីនបានឆ្លើយភ្លាមៗថាមិនដែលទេយើងមិនអាចបិទបញ្ចប់សង្គ្រាមនៅពេលឥឡូវនេះទេខ្ញុំសន្យាទៅកាន់ពួកកងកម្លាំងយោធានិងប្រដាប់អាវុធថាពួកគេអាចអនុវត្តផែនការរបស់ពួកគេយ៉ាងពេញទំហឹងតែម្ដងហើយរដ្ឋាភិបាលនឹងគ្រប់គ្រងដល់ពួកគេឲ្យអស់ពីសមត្ថភាពលើពីនេះទៅទៀតនៅពេលដែលមានអ្នកសារព័ត៌មានបានសួរបន្ថែមថាប្រតិបត្តិការយោធានេះនឹងនៅតែបន្តរហូតទៅដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាក់ស្បាតឬយ៉ាងណាដោយលោកប្រហែលជាស្ដាប់ជំនួសភ័ណ្ឌច្រឡំគឺលោកអនុទីនបានឆ្លើយតបទៅវិញថាកងកម្លាំងប្រដាប់អាវុធរបស់យើងមិនបាក់ស្បាតនោះទេគឺពួកគេទៅវិញនោះទេនៅត្រូវបាក់ស្បាតហើយប្រហែលជាលោកនឹងចង់សម្ដៅមកកាន់កម្ពុជាយើងហើយបាទកងកម្លាំងប្រដាប់អាវុធយើងមិនដែលបាក់ស្បាតនោះឡើយគាត់កំពុងតែសរសើរកងទ័ពខ្លាំងណាស់បាទកំពុងតែមានអំណួតយ៉ាងខ្លាំងទៅលើកងទ័ពរបស់គាត់ណាតែគាត់អត់ដឹងទេថានៅសមរភូមិជួរមុខនឹងវាយ៉ាងម៉េចគិតតែពីអួតគិតតែពីសរសើរទៅបាទចំណែកឯទាហាននៅសមរភូមិជួរមុខវិញភ្នែកនៅកញ្ចឹងកណោះគូបញ្ជាក់ផងដែរថាលោកអនុទីនច័ន្ទវរៈកុលនេះហើយដែលព្យាយាមបញ្ឆេះសង្គ្រាមឈ្លានពានមកលើកម្ពុជាឲ្យកាន់តែខ្លាំងឡើងនៅក្នុងគោលបំណងដើម្បីលាក់កំបាំងអំភាពកំសោយនៃការដឹកនាំរបស់ខ្លួនដើម្បីច្បាមយកប្រជាប្រិយភាពមុននឹងរំលាយសភានិងកម្ចាត់បងចៅនៅកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់ខ្លួនជំវិញរឿងរ៉ាវគ្រោះទឹកជំនន់និងការរៀបចំព្រឹត្តិការណ៍ SEA Games ជាដើមតែយ៉ាងណាវាហាក់បីដូចជាមិនជោគជ័យនោះទេព្រោះតែពេលនេះបានលេចឮដំណឹងពីខាងយោធាថៃមកថាពួកគេបានរងនឹងការវាយប្រហារតបតវិញយ៉ាងចាស់ដៃពីសំណាក់ខាងកម្ពុជាយើងរហូតតំបន់ខ្លះមានទាហានស្លាប់កោជើងគ្នាឯណោះហើយអ្នកខ្លះទៀតបានរត់ចោលទីតាំងឈរជើងរបស់ពួកគេជាស្ដែងដូចជាទីតាំងឈរជើងនៅប្រាសាទព្រះវិហារជាដើម